Hello ក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំលើកយកសាច់រឿងមួយយកមកនិយាយឲ្យបងប្អូនគ្នាស្ដាប់ណាហើយសាច់រឿងនេះផងដែរក៏កើតឡើងជាមួយនឹងបងប្រុសម្នាក់ដែលគាត់រស់នៅក្នុងភូមិមួយផងដែរហើយរឿងនេះវាកើតយូរដែរអញ្ចឹងណាអ្នកនាងហើយបងប្រុសនោះគាត់មានឈ្មោះថាឌីហើយគាត់មានប្រពន្ធម្នាក់អញ្ចឹងទៅហើយគាត់គឺជាម្នាក់ដែលប្រកែកក្នុងការរកសត្វព្រៃណាគាត់គឺជាព្រានព្រៃដែលប្រកែកអញ្ចឹងទៅហើយគាត់តែងតែធ្វើការទៅប្រមាញ់សត្វព្រៃរហូតអញ្ចឹងទៅដោយសារតែមុខរបររបស់គាត់គឺជាព្រានព្រៃអញ្ចឹងទៅហើយប្រពន្ធរបស់គាត់ហ្នឹងគឺជាអ្នកផ្សំថ្នាំខ្មែរអញ្ចឹងណាហើយគាត់អ្នកកាប់ព្រៃកាប់ថ្នាំខ្មែរអញ្ចឹងទៅហើយបងឌីគាត់តែងតែទៅធ្វើការទៅបាញ់សត្វព្រៃរាល់ថ្ងៃអញ្ចឹងទៅហើយមានថ្ងៃមួយហ្នឹងគាត់បានធ្វើការចូលទៅក្នុងព្រៃយូរថ្ងៃអញ្ចឹងណាគាត់ក៏បានលាប្រពន្ធកូនគាត់អីចឹងទៅប៉ុន្តែដោយសារតែកូនគាត់នៅរៀងល្មើបដែរអញ្ចឹងគាត់នាំកូនគាត់ទៅទេហើយគាត់ចូលព្រៃហ្នឹងគឺគាត់ទៅតែឯងទេអ្នកនាងគាត់អត់មាននាំគ្រួសារអីទៅទេណាហើយសារនេះដែរគឺគាត់មានការទៅចូលព្រៃហ្នឹងរៀងយូរអញ្ចឹងទៅហើយអញ្ចឹងទៅគាត់អត់បាននាំប្រពន្ធកូនគាត់ទៅទេហើយគាត់ក៏បានចូលទៅក្នុងព្រៃជ្រៅអញ្ចឹងទៅរៀងឆ្ងាយពីក្នុងស្រុកភូមិដែរអញ្ចឹងណាហើយគាត់ក៏បានចូលទៅក្នុងព្រៃភ្នំតែឯងអញ្ចឹងទៅដោយសារតែបងឌីគឺគាត់អត់ដែលខ្លាចទៅលើរឿងណាដែលដូចជាអបិយជំនឿអីប្លែកៗអញ្ចឹងណាគឺគាត់អត់ជឿទេហើយបងឌីគឺតែងតែបាញ់សត្វព្រៃបានរហូតអញ្ចឹងទៅប៉ុន្តែសារនេះគឺដែរគឺគាត់ទៅក្នុងព្រៃប្រហែលថ្ងៃអីពេលដែលគាត់ចូលទៅក្នុងព្រៃសារហ្នឹងគឺគាត់បាញ់សត្វអត់បានទេដោយសារតែឃើញថាសត្វហ្នឹងគឺមិនដឹងថាទៅណាអស់ទេបាទគឺបាត់អស់អញ្ចឹងទៅគឺគាត់បានធ្វើការដើររកសត្វព្រៃអញ្ចឹងទៅហើយដល់ថ្ងៃមួយហ្នឹងគឺដល់ថ្ងៃយប់ទី3ណាគឺគាត់បានឃើញជាមួយនឹងសត្វព្រៃមួយផងដែរគឺថាធំមែនទែនគឺលើថាសត្វជ្រូកព្រៃណានេះពេលដែលគាត់ឃើញសត្វជ្រូកព្រៃហ្នឹងគឺថាធំមែនទែនហើយពេលនោះដែរគឺថាគាត់សប្បាយចិត្តខ្លាំងមែនទែនដោយសារតែគាត់គិតថានឹងឃើញសត្វព្រៃហ្នឹងណាហើយពេលនោះដែរក៏គាត់ចាប់ផ្ដើមធ្វើការដេញបាញ់សត្វហ្នឹងផងដែរប៉ុន្តែវាណាមានបានបាញ់តាគឺសត្វព្រៃហ្នឹងគឺរត់លឿនមែនទែនគឺធ្វើឲ្យគាត់នឹងតាមមិនទាន់ទេហើយពេលនោះដែរគាត់ក៏បានស្វែងរកសត្វហ្នឹងពេញព្រៃអញ្ចឹងទៅដើរយ៉ាងជ្រៅចូលទៅកាន់ព្រៃជ្រៅអញ្ចឹងទៅបន្ទាប់មកហ្នឹងគាត់ក៏បានអស់កម្លាំងណាហើយពេលនោះដែរក៏យប់ហ្នឹងក៏ចាប់ដើមមកដល់ផងដែរហើយគាត់ហ្នឹងក៏ចាប់ផ្ដើមគេងសម្រាកនៅលើក៏លើខ្នងថ្មមួយផងដែរហើយមានរូនអញ្ចឹងទៅហើយនៅបន្ទាប់ពីបានគេងហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងយល់សុបិនផងដែរពេលដែលគាត់គេងហ្នឹងគឺបានយល់សុបិនឃើញអីដែលប្លែកៗអញ្ចឹងណាពេលនោះដែរក៏មាននារីម្នាក់មកដែរមកឈើមកគេពេលដែលគាត់កំពុងតែគេហ្នឹងនារីម្នាក់ហ្នឹងក៏បាននិយាយទៅកាន់ពូឌីហ្នឹងថាឲ្យឯងហ្នឹងជួយរកចំណីអីឲ្យគាត់អញ្ចឹងណាពេលដែលគាត់បានបាញ់សត្វអីអញ្ចឹងអាចយកមកសែនគាត់អញ្ចឹងទៅហើយពេលនោះដែរឃើញថាយប់ហ្នឹងក៏ព្រឹកឡើងទៅបងឌីហ្នឹងក៏បានភ្លេចបាត់ទៅអត់ដឹងថាពីយប់មិញហ្នឹងមិនដឹងថាមានរឿងអីកើតឡើងទេបាទហើយគាត់ក៏និយាយទៅឯងអញ្ចឹងទៅហើយបន្ទាប់មកឃើញថាគាត់នឹងមិនបានចាំទៅលើរឿងដែលពីយប់មិញថាមាននារីម្នាក់មកបញ្យល់សពគេថាឲ្យរករបស់មកសែនអីចឹងណាប៉ុន្តែគាត់អត់ជឿទេដោយសារតែរឿងហ្នឹងដែរគឺគាត់មិនសូវជឿអញ្ចឹងហើយគាត់ក៏មិនបានខ្វាយខ្វល់ដែរគាត់ខ្វល់តែរឿងមួយយ៉ាងទេគឺរកជ្រូកព្រៃដើម្បីទៅការយកទៅផ្ទះវិញអញ្ចឹងទៅហើយបន្ទាប់មកឃើញថាគាត់នឹងក៏បានចាប់ផ្ដើមធ្វើការដើររកសត្វព្រៃបន្តទៀតណាហើយបន្ទាប់មកឃើញថាគាត់ក៏បានដើរចូលទៅក្នុងព្រៃជ្រៅទៀតទៅប៉ុន្តែថ្ងៃបន្ទាប់ថ្ងៃទី4ហ្នឹងគឺឃើញថារកសត្វជ្រូកហ្នឹងគឺអត់ឃើញទេដោយសារតែជ្រូកហ្នឹងមិនដឹងថាវេទនាបាត់អញ្ចឹងណានេះគឺថារមួយថ្ងៃតល្ងាចគឺមិនបានសត្វសំបីតែមួយទេនេះគឺស្ងាត់ឈឹកហ្មងក្នុងព្រៃនិយាយទៅគឺគាត់អត់ដឹងថាសត្វហ្នឹងទៅណាអស់ទេហើយបន្ទាប់មកគេថាចាប់ដើមនៅការពេលយប់ទៀតណានេះចាប់ដើមយប់មកដល់អញ្ចឹងទៅយប់ពេលដែលយប់មកដល់អញ្ចឹងទៅគាត់ក៏បានរកកន្លែងសម្រាកហើយចាប់ដើមធ្វើម្ហូបធ្វើអីញ៉ាំដែលប្រពន្ធគាត់បានវិចឲ្យអញ្ចឹងណាហើយគាត់ក៏ចាប់ដើមហូបបាយហូបអីអញ្ចឹងទៅហើយគាត់ចាប់ដើមបង្កាត់ភ្លើងកាត់អីក្នុងការដាំបាយអញ្ចឹងទៅនេះគាត់បានវិចម្ហូបមកពីផ្ទះណាដោយនាងទៅបោះតង់បោះអីដែរអញ្ចឹងទៅអាហ្នឹងហើយវាជាចំណុចមួយដែលថាគាត់ដូចយើងដើរបោះតង់ក្នុងព្រៃអញ្ចឹងណាប៉ុន្តែគាត់ជាព្រានព្រៃអញ្ចឹងទៅគាត់ក៏ចាប់ដើមក្នុងការដាំបាយចម្អិនម្ហូបអីចឹងទៅហើយបន្ទាប់ពីគាត់ធ្វើការដាំបាយចម្អិនម្ហូបរួចហើយគាត់ក៏ចាប់ដើមហូបបាយអញ្ចឹងទៅ
ហូបបាយដូចធម្មតាដែលគាត់ទៅរដូវអញ្ចឹងណាគ្នាបន្ទាប់ពីយប់ឡើងគាត់ក៏បានសម្រាកនៅកន្លែងលើភ្នំមួយទៀតហើយប៉ុន្តែអាភ្នំហ្នឹងគឺភ្នំដែលគាត់សម្រាកតាំងពីថ្ងៃទី3ហ្នឹងណាគ្នាអញ្ចឹងហើយគាត់ក៏ចាប់ផ្ដើមគេងពេលដែលគេងទៅពេលដែលយប់ជ្រៅទៅគឺថាស្ងាត់ទៅអញ្ចឹងទៅប៉ុន្តែពេលនោះដែរគាត់ក៏បានចាប់ផ្ដើមយល់សពទៀតដែរឃើញថាមាននារីម្នាក់ហ្នឹងមកហៅគាត់ថាហៅឈ្មោះគាត់ណាហៅថាឌីអញ្ចឹងទៅពេលបន្ទាប់ពីហៅហើយបងឌីនឹងក៏បានឆ្លើយថាបាទពេលបន្ទាប់ពីឆ្លើយថាបាទហើយឃើញថានារីម្នាក់នោះក៏បានហៅបងឌីនឹងថាកូនអញ្ចឹងទៅធ្វើឲ្យបងឌីភ្ញាក់ផ្អើលមែនតើហើយប៉ុន្តែបងឌីអត់ទៅចាប់អារម្មណ៍ទេបងឌីក៏បានថាមានអីមែនអញ្ចឹងទៅនារីម្នាក់នោះក៏បាននិយាយទៀតថាឯងកុំភ្លេចពេលដែលបានបាញ់សัตว์អីបានអញ្ចឹងទៅឯងកុំភ្លេចយកមកដាក់នៅកន្លែងនឹងផងឲ្យយើងញ៉ាំផងអញ្ចឹងណាហើយព្រោះអីយើងអត់បានហូបអីយូរអញ្ចឹងអត់ដែរមានអ្នកសែនអញ្ចឹងណាគ្នាអញ្ចឹងហើយគាត់ក៏បាននិយាយអញ្ចឹងហើយពេលដែលយប់ឡើងហ្នឹងក៏បានគេងលក់បាត់ទៀតទៅហើយបន្ទាប់ពីព្រឹកឡើងហ្នឹងគឺថាបងឌីហ្នឹងក៏អត់បាននឹកឃើញទេបាទគឺគាត់ភ្លេចឈឹងទៅលើអារឿងទាំងអស់ហ្នឹងទៅអត់ដែលនឹកឃើញថាចង់សែនចង់អីទេបាទដោយសារតែគាត់អត់ជឿទៅលើអបិយជំនឿអញ្ចឹងហើយគាត់ក៏គ្មានសែនគ្មានអីទេបាទអញ្ចឹងហើយធ្វើឲ្យគាត់នឹងមិនបានគិតទៅលើនារីម្នាក់ដែលបាននិយាយកាលពីយប់មិញអញ្ចឹងទៅហើយបន្ទាប់មកហ្នឹងគាត់ក៏ធ្វើការដើរក្នុងការបាញ់សត្វព្រៃបន្ទាប់ទៀតអញ្ចឹងទៅហើយបន្ទាប់មកទៅថាថ្ងៃចូលថ្ងៃទី5ណាអ្នកនាងបន្ទាប់ពីថ្ងៃទី5មកឃើញថាគាត់ចាប់ផ្ដើមឃើញថាដើរក្នុងព្រៃអញ្ចឹងណាដើរក្នុងព្រៃបន្តទៀតអញ្ចឹងទៅពេលដែលដើរហ្នឹងស្រាប់តែឃើញប្រទេសអាសត្វជ្រូកព្រៃដែលគាត់ឃើញពីប្រហែលថ្ងៃមុននោះគឺគាត់សប្បាយចិត្តខ្លាំងមែនទែននៅពេលដែលគាត់បានឃើញហើយគឺគាត់ចាប់ផ្ដើមខ្លាំងមែនទែនគាត់ក៏ចាប់ផ្ដើមទាញរកក្នុងការបាញ់សត្វហ្នឹងណាប៉ុន្តែសត្វហ្នឹងគឺរត់លឿនខ្លាំងមែនទែនគឺគាត់បានតាមហើយតាមទៀតអញ្ចឹងទៅគឺតាមរហូតមកគ្នាតាមតាំងពីព្រឹករហូតដល់ថ្ងៃហើយល្ងាចទៀតណាគ្នាគឺអាចជ្រុកហ្នឹងគឺវាតែងតែផ្លាស់ប្ដូរកន្លែងលឿនមែនទែនធ្វើឲ្យគាត់នឹងពិបាកក្នុងការបាញ់អញ្ចឹងណាគឺរត់ដេញតាមយ៉ាងមកព្រឹកអញ្ចឹងទៅនិយាយទៅពិបាកខ្លាំងមែនទែនអញ្ចឹងហើយធ្វើឲ្យគាត់នឹងពិបាកក្នុងការតាមបាញ់អាសត្វព្រៃហ្នឹងណាបន្ទាប់ពីបានឃើញអាសត្វព្រៃនឹងរត់អញ្ចឹងទៅពេលនោះដែរគេថាវារៀងប្រលប់ទាំងហើយទៅអាជ្រូកព្រៃហ្នឹងវារត់ចូលទៅក្នុងឡាងភ្នំមួយគេថាឡាងហ្នឹងវារៀងធំដែរអញ្ចឹងហើយធ្វើឲ្យគាត់ហ្នឹងប្រុងនឹងចូលទៅក្នុងឡាងភ្នំហ្នឹងណាចូលទៅក្នុងអាឡាងភ្នំហ្នឹងតាមអាសត្វព្រៃហ្នឹងណាមានណាពេលដែលចូលទៅហ្នឹងមានបានទៅឃើញអាឡាងភ្នំហ្នឹងធំណាគឺអាក្នុងរុនហ្នឹងគឺទូចមួយយ៉ាងណានេះចឹងហើយគឺគាត់ឆ្ងល់ខ្លាំងមែនទែនហេតុអីបានជាមិញហ្នឹងគឺគាត់ឃើញជ្រូកព្រៃប្រព័ន្ធណានៃហើយរត់ចូលក្នុងឡាងភ្នំចឹងទៅប៉ុន្តែពេលដែលគាត់ទៅដល់ហ្នឹងគឺឃើញរុនប្រព័ន្ធនេះនឹងរុនទូចដែរណាផាប៉ិនកឡអីមួយចឹងទៅបន្ទាប់មកហ្នឹងគាត់ក៏បានចាប់ដើមយកអាឈើណាដើម្បីចាក់ទៅក្នុងអាឡាងភ្នំហ្នឹងអាឡាងរុនហ្នឹងណាគឺថាខ្លាចមានពស់មានអីនៅក្នុងហ្នឹងខ្លាចចឹកដៃចឹងទៅបន្ទាប់ពីឃើញគាត់ចាប់ដើមចាក់ទៅវាធ្ងន់វារៀបថាវារឹងណាពេលរឹងអញ្ចឹងហើយធ្វើឲ្យគាត់នឹងពិបាកក្នុងការឆ្ងល់ខ្លាំងមែនទែនមិនដឹងថានៅក្នុងនោះវាមានអីអញ្ចឹងណាគ្នាបន្ទាប់ពីឆ្ងល់អញ្ចឹងហើយក៏ចាប់ដើមគិតថាបើសិនជាយើងលូកដៃយកទៅវាមិនអីចឹងណាប៉ុន្តែមានណាពេលដែលលូកដៃហើយស្រាប់តែយកមកឃើញថាដូចជាមានកឡដូចអាកឡនេះហ្នឹងអាកឡគេដាក់ធាតដាក់អីចឹងណាដូចកប់វិញ្ញាណអីចឹងរុំពាត់ពេញសីមាចឹងទៅមិនដែរបងដេគាត់គឺមានតែឆ្ងល់គ្មានតែខ្លាចអីថានៅក្នុងនឹងគិតថាវាព្រាយវិសាចអីទេគាត់គិតទៅលើកន្លែងហ្នឹងដែរប៉ុន្តែគាត់រត់បានចាប់អារម្មណ៍ថាវាមានព្រាយវិសាចឬខ្មោចអីទេហើយបន្ទាប់មកគាត់ក៏ចាប់ផ្ដើមបើកនឹងអាកឡហ្នឹងណាគ្នាបន្ទាប់ពីបើកកឡហ្នឹងហើយគឺថាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែក្នុងហ្នឹងមានអីដែរគ្នាគឺមានមាសពេជ្រនិយាយទៅអាពួកគ្រឿងរបស់បារាណណាខ្សែកខ្សែដៃលើវាថាកងជើងអីគឺសិតតែរបស់បារាណសុទ្ធចឹងហើយទៅធ្វើឲ្យគាត់គឺសប្បាយចិត្តខ្លាំងមែនទែនពេលនោះដែរគឺគាត់លែងខ្វល់អំពីរឿងហៅដែលតេតើងទៅនឹងជ្រូកអីទៀតហើយគឺគាត់ថាបើសិនជាបានប៉ុណ្ណេះហើយយើងលែងមកប្រមាញ់សត្វព្រៃដើម្បីយកទៅលក់អីទៀតហើយដោយសារតែគាត់នឹងមានមាសអីច្រើនចឹងហើយធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងមែនទែនហើយបន្ទាប់ពីធ្វើការបានឃើញអាកំណប់មាសនឹងហើយគាត់ចាប់ដើមសប្បាយចិត្តហើយក៏បានយកអាមាសពេជ្រហ្នឹងយកទៅឲ្យប្រពន្ធផងដែរពេលដើរតាមផ្លូវបដាហ្នឹងក៏សប្បាយចិត្តបដាអញ្ចឹងទៅដោយសារតែគិតថាវាអស្ចារ្យដែរណាបានមាស1គីឡូអញ្ចឹងហើយដល់នេះណាទៅខ្
ខ្វល់អីទៀតចឹងហើយមានតែយកទៅផ្ទះពេលដែលយកទៅដល់ផ្ទះហ្នឹងឃើញថាប្រពន្ធគាត់ហ្នឹងមិនបានសប្បាយចិត្តមួយគាត់ទេហើយឃើញថាប្រពន្ធរបស់គាត់ហ្នឹងគឺថែមទាំងស្ដីបន្ទោសឲ្យគាត់ទៅថាហេតុអីបានជាយករបស់អញ្ចឹងចូលផ្ទះអញ្ចឹងទៅហើយពេលនោះដែរបងឌីគាត់ឆ្ងល់ខ្លាំងមែនទែនហើយក៏ចាប់ដើមខឹងរៀងខឹងប្រពន្ធដែរណាថាឯងខំរើសមាសបានឡើងមកកណ្ដើមកនិយាយអីចឹងនិយាយដូចអត់មានសប្បាយចិត្តអីចឹងបាត់ដឹងថាបានមានអញ្ចឹងខ្លាចជាអ្នកមានអីចឹងណានេះដោយសារតែវារឿងច្រើនណាស់អញ្ចឹងហើយប្រពន្ធគាត់ក៏បានអត់មាននិយាយទៀតទេហើយក៏បានបងឌីហ្នឹងក៏បានយកអាមាសហ្នឹងយកទៅទុកក្នុងផ្ទះផងដែរអញ្ចឹងហើយប្រពន្ធគាត់ហ្នឹងក៏បានប្រាប់ទៅបងឌីថាប្រយ័ត្នបន្តិចប្រយ័ត្នថាមានរឿងអីកើតឡើងចំពោះខ្លួនអញ្ចឹងទៅហើយបងឌីក៏គ្មានជឿទៅលើអបិយជំនឿអីដែរដល់នេះគឺគាត់ដើរព្រៃគាត់មិនដែរទៅសែនទៅខ្វល់អីដែរដល់នេះអញ្ចឹងហើយគឺគាត់អត់ដែរគិតថារឿងអីអត់ប្រយោជន៍អញ្ចឹងណានេះបន្ទាប់មកឃើញថាពេលដែលកាឡហ្នឹងចាប់ដើមទុកនៅលើផ្ទះពេលដែលចាប់ដើមទុកនៅលើផ្ទះអញ្ចឹងហើយគាត់ចាប់ដើមគិតថាត្រូវយកទៅលក់អីចឹងទៅណានេះមិនតែមិនទាន់បានលក់ណាហើយពេលដែលយប់ឡើងហ្នឹងមិនទាន់បានលក់ទេក៏មានវិញ្ញាណមួយផងដែរដូចលឺថាប្រុសម្នាក់រៀងខ្មៅហើយមកវយូសពប្រពន្ធហ្នឹងនេះឃើញថាមកវយូសពប្រពន្ធថាបើសិនជាមិនយកអាកាឡទាំងអស់ហ្នឹងយកទៅដាក់កន្លែងគេវិញទេនោះគ្រួសារនាងឯងនឹងត្រូវស្លាប់ពីនេះអីចឹងទៅអញ្ចឹងហើយពេលនោះដែរឃើញថាមនុស្សដែលមានធំហ្នឹងចាប់ផ្ដើមទាញជាមួយនឹងប្រពន្ធមកឌីណាទីប្រពន្ធមកឌីហ្នឹងទាញប្រងទម្លាក់ទៅលើផ្ទះហ្នឹងពេលនោះដែរឃើញថាប្រពន្ធគាត់ក៏ចាប់ផ្ដើមភ្ញាក់ឡើងហ្នឹងមានណាពេលដែលគាត់ភ្ញាក់ឡើងមិនមែនយូរសពទេហ្នឹងគឺខាទាញមែនតើតែម្ដងគឺគាត់នៅមុខទ្វារអញ្ចឹងហើយធ្វើឲ្យគាត់ហ្នឹងពិចារភ្ញាក់ផ្អើលមែនតើហើយពេលនោះដែរគាត់ក៏បានស្រែកទៅហៅបងឌីក៏ស្ទុះមកមើលប្រពន្ធអញ្ចឹងទៅពេលដែលស្ទុះមកមើលទៅឃើញថាប្រពន្ធនោះក៏បាននិយាយរៀបរាប់ពីតកតើងទៅនឹងមនុស្សដែលមានធំទាញគាត់អញ្ចឹងណាអ្នកនាងបន្ទាប់មកក៏បាននិយាយរៀបរាប់អញ្ចឹងហើយបងឌីគាត់មិនមាត់អីដែរគាត់ក៏នៅស្ងៀមសិនបន្ទាប់ពីនៅស្ងៀមអញ្ចឹងហើយក៏បានអញ្ចឹងទៅគឺអត់ទាន់មានធ្វើអីទៀតទេចាប់ដើមធ្វើការដាំបាយធ្វើម្ហូបអីធម្មតាយកប្រពន្ធគាត់ហ្នឹងយកថ្នាំអីទៅលក់ធម្មតានៅផ្សារអញ្ចឹងទៅបន្ទាប់ពីយប់ឡើងស្អែកឡើងទៀតឃើញថាបងឌីគឺគាត់ចាប់ដើមឈឺបងដែរគឺឈឺនេះមិនមែនលក្ខណៈឈឺធម្មតាទេមិនមែនឈឺដូចគេឈឺកាពះឬក៏ឈឺអស់កម្លាំងអីធម្មតាទេគឺឈឺចាប់ឡើងចេញឡើងគឺក្អួតឈាមយកតែម្ដងគឺបងឌីគាត់អត់ដែរមានជំងឺអីប្រចាំកាយពីមុនទេណានេះដោយសារតែគាត់គឺជាមនុស្សដែលរឹងមាំណាហើយអត់សូវខ្វល់ខ្វាយរឿងអីទេដោយសារតែគាត់គឺជាមនុស្សដែលរឹងមាំហើយអត់សូវឈឺសើអីគាត់ញ៉ាំបានញ៉ាំអីចឹងទៅពេលបន្ទាប់មកឃើញថាគាត់ហ្នឹងគឺចាប់ដើមឈឺធ្លាក់ខ្លួនឈឺខ្លាំងយកតែម្ដងមិនដឹងថាឈឺអីបន្ទាប់មកឃើញថាប្រពន្ធរបស់គាត់ហ្នឹងក៏ជាអ្នកដែលផ្សំថ្នាំខ្មែរអញ្ចឹងណានេះគាត់ជាអ្នកធ្វើជាមួយនឹងថ្នាំខ្មែរអញ្ចឹងទៅប៉ុន្តែនៅពេលដែលគាត់ធ្វើជាមួយនឹងថ្នាំខ្មែរហ្នឹងគឺបានព្យាបាលទៅលើប្តីគាត់ហ្នឹងគឺអត់បានជាទេណានេះដោយសារតែថ្នាំហ្នឹងគឺអត់មានប្រសិទ្ធភាពទៅលើជាមួយនឹងប្តីគាត់ទេព្រោះអីប្តីគាត់ហ្នឹងមិនមែនឈឺធម្មតាទេនេះមិនមែនឈឺដោយសារតែជំងឺទេគឺឈឺដោយសារតែរឿងអបិយជំនឿអីផ្សេងអញ្ចឹងហើយបន្ទាប់មកទៀតហ្នឹងឃើញថាគាត់បានព្យាបាលទៅលើប្តីគាត់អត់ជាអញ្ចឹងហើយគាត់ក៏ចាប់ដើមទៅរកគ្រូខ្មែរណាមិនមែនថាគ្រូខ្មែរអីទេគឺលោកគ្រូនិយាយថាមុនអាគមចេះមើលជាមួយនឹងកាន់ថ្មអីចឹងណាអ្នកដែលកាន់ទៅលើរឿងរ៉ាវដែលអំពើអីចឹងទៅគាត់លោកគ្រូនោះក៏បានមកដល់ភ្លាមក៏ឃើញជាមួយនឹងបងឌីណាគាត់ក៏បានដឹងភ្លាមថាបងឌីគឺប៉ះពាល់ទៅលើអ្វីមួយជាមួយនឹងគេហើយអញ្ចឹងហើយគាត់ក៏បាននិយាយទៅកាន់បងឌីថាឯងបានប៉ះពាល់អីទៅលើគេអត់ឯងបានយករបស់អីគេមកអត់អញ្ចឹងណាហើយពេលនោះដែរបងឌីក៏អត់បានមកទេហើយពេលនោះដែរបងឌីប្រពន្ធគាត់ហ្នឹងក៏បាននិយាយទៅកាន់លោកគ្រូថាបងឌីគាត់បានយកជាមួយនឹងកាឡមាសយកមកពីក្នុងព្រៃអញ្ចឹងណានេះហើយពេលនោះដែរលោកគ្រូក៏បាននិយាយថាបើសិនជាឯងមិនយករបស់នេះទៅឲ្យគេវិញទេឯងនឹងធ្វើការមានការប៉ះពាល់ដល់អាយុជីវិតចឹងហើយឯងឈឺនេះមិនមែនឈឺធម្មតាទេចឹងហើយអាចនឹងមានប៉ះពាល់ដល់អាយុជីវិតចឹងណានេះហើយពេលនោះដែរឃើញថាបងឌីគាត់មិនបានខ្វល់ជាមួយនឹងលោកគ្រូទេហើយក៏បាននិយាយទៅកាន់លោកគ្រូថាព្យាបាលលឿនទៅហើយទៅត្រឡប់ទៅផ្ទះវិញចឹងទៅខ្ញុំឲ្យលុយទេកុំនិយាយច្រើនពេកចឹងណានិយាយទៅបងឌីគឺគាត់អត់ជឿគេហ្មងអត់ជឿទៅលើអបិយជំនឿសោះហ្មងអញ្ចឹងហើយលោកគ្រូក៏បានអត់មានមាត់អីទេហើយលោកគ្រូក៏អត់មានបានធ្វើការព្យាបាលអីដែរដោយសារតែប្រាប់បងឌីក៏អត់ជឿអញ្ចឹងដែរហើយលោកគ្រូនឹងក៏បានធ្វើដំណើរទៅវិញអញ្ចឹងទៅហើយបន្ទាប់មកទៀតហ្នឹងឃើញថា
បងឌីក៏ចាប់ផ្ដើមឈឺកាន់តែខ្លាំងទៅចឹងទៅហើយមិនដឹងថាប្រពន្ធរបស់គាត់ហ្នឹងគឺធ្វើបែបណាតែនេះគឺដោយសារតែបងឌីគាត់អត់ជឿទៅលើបេជំនឿចឹងទៅហើយបន្ទាប់មកទៀតហ្នឹងឃើញថាប្រពន្ធគាត់ហ្នឹងក៏បានចាប់ផ្ដើមនេះណានឹកគិតចឹងទៅហើយក៏បានពិភាក្សាជាមួយនឹងបងប្អូនញាតិមិត្តចឹងទៅក៏ពិភាក្សាជាមួយគ្នាចឹងទៅក៏បានទៅអញ្ជើញលោកបងធំនៅក្នុងវត្តណាគេថាលោកបងពេលដែលគាត់មកដល់ហ្នឹងគឺគាត់មានបានប្រពន្ធបងឌីហ្នឹងគឺនិយាយទៅអត់ទាន់បាននិយាយប្រាប់រឿងរ៉ាវតាក់ទងទៅនឹងបងឌីទៅកាន់លោកបងទេហើយពេលលោកបងដើរយាងមកដល់ហ្នឹងនិមន្តមកដល់ហ្នឹង sorry ម្ដងនេះពេលដែលលោកបងនឹងយាងពេលដែលលោកបងគាត់និមន្តមកដល់ហ្នឹងក៏បាននិយាយទៅកាន់បងឌីថាបើសិនជាឯងមិនធ្វើការយករបស់ទៅឲ្យគេវិញទេឯងនឹងមានគ្រោះដល់ជីវិតចឹងទៅនិយាយទៅអត់ទាន់បាននិយាយអីប្រាប់លោកបងទេលោកបងដឹងមុនបាត់ហើយចឹងហើយបងក៏បានធ្វើការនិមន្តឡើងទៅលើផ្ទះចឹងទៅឃើញថាពេលដែលលោកបងឡើងនិមន្តឡើងទៅហ្នឹងឃើញថាគេថាផ្ទះហ្នឹងគឺមានអារម្មណ៍ថាដូចអាប់អួរខ្លាំងមែនទែនដោយសារតែទុកអារបស់នៅក្នុងយកពីព្រៃមកទុកនៅលើផ្ទះអញ្ចឹងណានេះអញ្ចឹងធ្វើឲ្យផ្ទះហ្នឹងវាថាដូចអាប់អួរណានេះនិយាយទៅអត់មានថាគួរឲ្យសេរីសួស្ដីទេគឺអាប់អួរខ្លាំងមែនទែនអញ្ចឹងហើយគឺនៅពេលនោះដែរឃើញថាលោកបងក៏បាននិយាយទៅកាន់បងឌីថាឲ្យយករបស់ហ្នឹងទៅឲ្យគេវិញទៅនោះវានឹងលែងអីហើយធ្វើការរំដោះគ្រូអីចឹងណាអ្នកនេះហើយបន្ទាប់មកបងឌីហ្នឹងក៏ចាប់ដើមអត់មាត់អីទេហើយបន្ទាប់មកលោកបងហ្នឹងក៏មុនទៅវិញចឹងទៅពេលដែលលោកបងនិមន្តទៅវិញចឹងហើយក៏ប្រពន្ធគាត់ហ្នឹងក៏ចាប់ដើមពឹងបងថ្លៃគាត់ណាពឹងបងថ្លៃគាត់ថាឲ្យជួយយករបស់របរទៅឲ្យកន្លែងទុកដាក់ក្នុងព្រៃវិញចឹងទៅហើយពេលនោះដែរក៏បងថ្លៃរបស់គាត់ហ្នឹងក៏ជឿរៀងជឿដែរចឹងណាហើយពេលនោះដែរបងថ្លៃគាត់មានប្រកែកទេក៏បានយករបស់ហ្នឹងក៏ទៅកប់កន្លែងដើមវិញចឹងទៅហើយបងថ្លៃរបស់គាត់ហ្នឹងក៏បានយករបស់ហ្នឹងទៅទុកអីចឹងទៅហើយបន្ទាប់ពីប្រហែលថ្ងៃក្រោយមកពី3ថ្ងៃក្រោយមកណានេះដោយសារតែឃើញថាបងឌីគាត់អត់មានបាត់ធូរស្បើយអីសោះអញ្ចឹងណានេះហើយបន្ទាប់មកឃើញថាប្រពន្ធបងឌីហ្នឹងក៏បានទៅសួរជាមួយនឹងបងថ្លៃគាត់ណាថាបានយកទៅរបស់របរឲ្យទៅដាក់កន្លែងគេវិញអត់អញ្ចឹងណាហើយពេលនោះដែរគាត់ខ្លាចថាបងពេលដែលបងថ្លៃគាត់យកទៅនឹងអត់មានអុចធូបសែនអីគេអញ្ចឹងណាហើយពេលនោះដែរប្រពន្ធគាត់ក៏ទៅសួរអញ្ចឹងទៅពេលដែលទៅសួរហ្នឹងគឺថាអាការៈរបស់បងថ្លៃរបស់គាត់ហ្នឹងគឺដូចគ្នាទៅនឹងប្តីរបស់គាត់ផងដែរអញ្ចឹងហើយធ្វើឲ្យប្រពន្ធរបស់គាត់នេះគឺឆ្ងល់ខ្លាំងមែនតើធ្វើឲ្យបងឌីហ្នឹងគឺឈឺទៅអញ្ចឹងទៅដោយសារអីអ្នកនេះដឹងទេគឺដោយសារតែបងថ្លៃរបស់គាត់គឺអត់មានបានធ្វើការគាត់យកទៅគាត់យកទៅឲ្យគេមែនប៉ុន្តែគាត់មិនបានទុកទាំងអស់ទេគឺគាត់ទុកខ្លះយកមកខ្លះចឹងហើយធ្វើឲ្យម្ចាស់គេនោះគឺតាមគេគាត់មកដល់ផ្ទះចឹងទៅនិយាយទៅគឺគាត់បានយកទុករបស់ហ្នឹងទុកនៅក្នុងឲ្យគេទាំងអស់ណាគ្នានិយាយថាមនុស្សដែលឃើញមាសនឹងមុខឃើញរបស់ញ៉ាំនៅមុខហ្នឹងយើងមិនយកមិនកើតណាគ្នាចឹងហើយគឺពិបាកខ្លាំងមែនទែនធ្វើនោះដែរធ្វើឲ្យបងថ្លៃរបស់គាត់ឈឺអាការៈស្តៀងគ្នាទៅនឹងបងឌីចឹងដែរបន្ទាប់មកគាត់ថាប្រពន្ធរបស់គាត់ហ្នឹងក៏បានមកផ្ទះវិញចឹងទៅពេលដែលមកផ្ទះវិញពេលដែលមកអញ្ជើញមកដល់ផ្ទះវិញហ្នឹងក៏បងឌីហ្នឹងក៏បានឃើញថាឈឺកាន់តែខ្លាំងឡើងក៏បានក្អួតឈាមហូរវិញហ្នឹងចឹងទៅហើយបន្ទាប់មកប្រពន្ធគាត់ហ្នឹងក៏បានទៅអញ្ជើញជាមួយនឹងលោកគ្រូដែលមកធ្វើការដោះអំពើជាមួយនឹងបងឌីកាលពីមុនលបងទៀតចឹងណាពេលដែលលោកគ្រូមកដល់ហ្នឹងលោកគ្រូក៏បាននិយាយទៅកាន់បងឌីបើសិនជាឯងមិនធ្វើការរំដោះនៅគ្រោះនឹងចេញទេឯងនឹងប៉ះពាល់ដល់ជីវិតហើយបន្ទាប់មកលោកឌីក៏យល់ព្រមឲ្យលោកគ្រូនឹងធ្វើបន្ទាប់មកលោកគ្រូគាត់មានចេះវិធីសាស្ត្ររបស់គាត់ណាគាត់ចេះក្នុងការដោះអាគមរបស់គាត់ចឹងទៅបន្ទាប់មកគាត់ក៏ចាប់ផ្ដើមនិយាយទៅកាន់ប្រពន្ធគាត់ថាបើសិនជាយើងអុជទៀនចំនួន3ដងនៅលើផ្ទះហ្នឹងអត់អលត់ទេមានន័យថាយើងអាចរំដោះគ្រោះនឹងបានដោយសារតែគេនឹងទទួលយកនៅរបស់ដែលយើងបានសែនឲ្យគេចឹងទៅបន្ទាប់មកប្រពន្ធបងឌីនឹងក៏បានយល់ព្រមហើយប្រពន្ធគាត់នឹងក៏រៀងជឿទៅលើលោកគ្រូដែរណាមើលទៅលោកគ្រូដូចគាត់រៀងប្រកែអីដែរចឹងទៅហើយគាត់នឹងក៏ចាប់ផ្ដើមឲ្យលោកគ្រូនឹងឡើងទៅលើផ្ទះដើម្បីរំដោះគ្រោះចឹងទៅហើយបន្ទាប់មកឃើញថាលោកគ្រូគាត់ចាប់ផ្ដើមអុជទៀនណាអុជទៀននៅលើផ្ទះនឹងផងដែរគាត់ចាប់ផ្ដើមអុជទៀនអញ្ចឹងនៅពេលដែលគាត់អុជទៀនណាគេថាលើកទី1គឺអត់អលត់ទេគឺអុជទៅគឺអត់អលត់ទេហ្នឹងនេះទុកមួយសវៈអញ្ចឹងអត់អលត់ទេបន្ទាប់មកគាត់ក៏ចាប់ដើមបលត់ខ្លួនឯងអញ្ចឹងទៅហើយជាមួយលើកទី2ផងដែរក៏អត់អលត់ដែរហើយលើកទី3ក៏អត់អលត់ដែរអញ្ចឹងហើយ
លោកគ្រូនោះក៏បាននិយាយទៅកាន់ប្រពន្ធគាត់ថាអញ្ចឹងមានន័យថាគេអាចនឹងទទួលយកនៅការរំដោះរបស់យើងអញ្ចឹងហើយពួកឯងធ្វើការសែនឲ្យគេផងដែរនោះផងដែរនិយាយទៅនៅពេលនោះដែរឃើញថាគ្រួសាររបស់បងឌីហ្នឹងក៏ចាប់ផ្ដើមក្នុងការធ្វើការយករបស់របរឬក៏សម្ភារៈអីសែនជាមួយនឹងឲ្យគេវិញអញ្ចឹងណានេះដោយសារតែគាត់ជឿទៅលើលោកគ្រូដែរអញ្ចឹងទៅនិយាយទៅគឺថាបងឌីគឺគាត់ចាប់ផ្ដើមឈឺខ្លាំងទៅអញ្ចឹងទៅហើយលោកគ្រូនឹងក៏បាននិមន្តទៅវិញអញ្ចឹងទៅគាត់ក៏បានធ្វើការទៅអាស្រមរបស់គាត់វិញណាដោយសារតែគាត់មានទុរៈអីអញ្ចឹងទៅហើយលោកគ្រូនឹងក៏មិនបានទៅជាមួយនឹងប្រពន្ធកូនរបស់គាត់ដែរហើយបន្ទាប់មកឃើញថាប្រពន្ធគាត់នឹងក៏បានរៀបចំថ្វាយជាមួយនឹងធ្វើការរំដោះអ្វីដែលនិយាយថាធ្វើពេធ្វើអីឲ្យគេវិញអញ្ចឹងនេះដូចថារបៀបថាបៃជំនឿណាពីចាស់ពីដើមហ្នឹងក៏បានដោះគ្រួដូចជាយកពេយកឲ្យទៅដាក់វិញអញ្ចឹងទៅហើយក៏នាំអ្នកស្រុកអ្នកភូមិទៅជាមួយច្រើនអញ្ចឹងណាហើយមូលហេតុអីបានជាអ្នកភូមិទៅជាមួយដោយសារតែលោកតាក៏បានមានសង្កេតការថាបើសិនជាមិនយករបស់របរហ្នឹងទៅធ្វើការគ្រប់កិច្ចឲ្យគេវិញទេនោះនឹងប៉ះពាល់ដល់អ្នកភូមិនឹងខ្លាំងមែនទែននឹងប៉ះពាល់ដល់អាយុជីវិតអ្នកនៅក្នុងភូមិនឹងទៅធ្វើឲ្យអ្នកនៅក្នុងភូមិនឹងគឺគាត់មានការភ័យខ្លាចដែរអញ្ចឹងហើយគាត់ចាប់ផ្ដើមធ្វើការទៅជាមួយនឹងគ្រួសារមកឌីផងដែរនិយាយទៅគឺទៅមិនគ្នាតិចតែទៅគ្នាច្រើនណាមិនទៅតែឯងឬក៏ទៅតែគ្រួសារមកឌីទេដោយសារតែអ្នកភូមិគឺគាត់ខ្លាចប៉ះពាល់ដល់អាយុជីវិតរបស់គាត់ដែរអញ្ចឹងហើយគាត់ក៏អ្នកភូមិហ្នឹងក៏បានធ្វើការទៅក្នុងព្រៃទាំងអស់គ្នាដើម្បីរំដោះគ្រូអញ្ចឹងទៅហើយបន្ទាប់ពីដល់ក្នុងព្រៃពួកគេនឹងក៏ចាប់ផ្ដើមធ្វើពិធីក្នុងការរំដោះគ្រូណាអ្នកនេះដាក់សែនរបស់របរអីហ្នឹងទៅហើយពេលនោះដែរក៏មេឃហ្នឹងចាប់ផ្ដើមងឹតអញ្ចឹងទៅមេឃនិយាយទៅគឺប្រែប្រួលខុសពីធម្មតាតែម្ដងគឺងឹតគួរឲ្យខ្លាចណាអ្នកនេះប៉ុន្តែពេលនោះដែរគេថាអ្នកភូមិគឺទៅរៀងច្រើនដែរអញ្ចឹងទៅរៀងអត់សូវភ័យនេះដោយសារតែមានមនុស្សច្រើនអញ្ចឹងទៅរៀងអត់ភ័យអញ្ចឹងទៅហើយបន្ទាប់មកឃើញថាពេលដែលទៅមិញហ្នឹងគឺបងឌីហ្នឹងគឺបានទុកឲ្យកូននៅមើលអ្នកនេះប្រពន្ធបងឌីហ្នឹងបានទុកឲ្យកូនមើលជាមួយនឹងបងឌីនៅផ្ទះណាប្តីគាត់នៅផ្ទះអញ្ចឹងទៅអត់បានយកកូនអីទៅទេហើយក៏អត់បាននាំបងឌីជាមួយនឹងបងថ្លៃបងឌីហ្នឹងទៅជាមួយដែរអញ្ចឹងហើយវាជាហេតុមួយដែលចាំបាច់ហើយថាមានអ្វីកាត់ឡើងចំពោះគាត់ទាំងពីរនាក់ហ្នឹងបន្ទាប់ពីធ្វើការសែននៅសក្ការៈអីផ្សេងហើយបន្ទាប់ពីសែនរួចអស់ហើយណាបន្ទាប់ពីសែនក្នុងការសែនឬក៏ធ្វើការបន់ស្រន់អុជធូបអុជអីចំពោះដូនតាដែលបានមកតាមគាត់ឬក៏ពួកព្រានពួកព្រៃអីចឹងទៅពួកធ្មប់ពួកអីចឹងសែនឲ្យគេចឹងទៅបន្ទាប់ពីសែនរួចអីអស់ហើយពួកគាត់ទាំងអស់គ្នាហ្នឹងមកក៏ត្រឡប់មកផ្ទះវិញបន្ទាប់ពីត្រឡប់មកផ្ទះវិញឃើញថាបងឌីគាត់និយាយថាបងឌីក៏បានធ្វើការចាក់លោកបាត់ទៅហើយដោយសារតែបងឌីគាត់បានស្លាប់មុននេះបន្តិចដោយសារតែពេលនឹងហើយធ្វើឲ្យប្រពន្ធកូនរបស់គាត់គឺចាប់ផ្ដើមយំខ្លាំងមែនទែនយំទៀតគឺយំមិនដិតប្តីណាដោយសារតែបងឌីគាត់នៅរៀងក្មេងដែរទេខ្ទង់និយាយថា30ចូលទៅ40អីហ្នឹងណានេះគឺគាត់នៅរៀងក្មេងដែរហ្នឹងណាហើយដោយសារហ្នឹងហើយគាត់ជាមូលហេតុដែលគាត់ស្លាប់ដោយសារតែគាត់អត់ជឿទៅលើអបិយជំនឿនេះវាមិនមែនថាឲ្យយើងជឿទៅលើអបិយជំនឿពេកទេប៉ុន្តែយើងមិនជឿប៉ុន្តែយើងគួរតែគោរពគេផងកុំទៅធ្វើការប្រមាថឬក៏មើលងាយគេអញ្ចឹងណានេះធ្វើឲ្យវាពិបាកដល់ក្នុងខ្លួនទោះយើងមិនជឿប៉ុន្តែយើងត្រូវតែវាថាគោរពគេផងទោះយើងមិនគោរពក៏កុំនិយាយអីប៉ះពាល់គេដែរអញ្ចឹងណានេះនិយាយទៅកុំធ្វើអីឲ្យប៉ះពាល់គេយើងនៅតែយើងគេនៅតែគេអញ្ចឹងណានេះហើយបន្ទាប់មកឃើញថាម៉ានថ្ងៃបន្ទាប់ពីបងឌីស្លាប់អញ្ចឹងទៅប្រពន្ធគាត់នឹងក៏បានធ្វើការធ្វើបុណ្យធ្វើអីអញ្ចឹងឲ្យប្តីអញ្ចឹងទៅហើយបន្ទាប់ពីធ្វើការធ្វើបុណ្យបញ្ចុះសពអីហើយអញ្ចឹងទៅហើយបន្ទាប់ពីម៉ានថ្ងៃបន្ទាប់ពីក្រោយបុណ្យនឹងស្រាប់តែបងថ្លៃបងឌីនឹងក៏បានស្លាប់ដែរឈឺគឺនិយាយទៅគឺដូចគ្នាតែម្ដងគឺស្លាប់ដូចគ្នាជាមួយនឹងបងឌីនិយាយទៅគឺដូចគ្នាហ្មងណាគ្នានិយាយទៅគឺអត់មានខុសអីពីគ្នាពីបងឌីទេនេះដោយសារអីដោយសារតែខ្ញុំគិតថាពេលទៅសែនទៅរំដោះគ្រោះហ្នឹងគឺអត់បានយក2នាក់ហ្នឹងទៅដោយសារតែគាត់ទាំង2នាក់ហ្នឹងជាអ្នកធ្វើការយករបស់គេ
យើងរបស់គេអញ្ចឹងទៅប៉ុន្តែអ្នកដែលទៅសែនហ្នឹងគឺមិនមែនជាពីរអ្នកហ្នឹងទេបើឲ្យជាអ្នកផ្សេងទៅឲ្យវិញអញ្ចឹងទៅគឺថាយកខ្លួនឯងយករួចខ្លួនអញ្ចឹងណាអ្នកគ្នាវាថាអញ្ចឹងធ្វើឲ្យអ្នកដែលកាន់អំពើឬក៏ម្ចាស់គ្រឿងអលង្ការហ្នឹងគឺគាត់ខឹងខ្លាំងមែនទែនធ្វើឲ្យគាត់នឹងកាត់ស្លាប់ទាំងពីរអ្នកចឹងទៅនេះជាមូលហេតុដែលថាអាចនឹងស្លាប់មកពីមូលហេតុហ្នឹងណាគ្នាដោយសារតែគាត់អត់ទៅខ្លួនឯងហើយពឹងគេទៅខ្លួនឯងអញ្ចឹងទៅហ្នឹងហើយណាគ្នាដោយសារតែរឿងហ្នឹងគឺលើថាលក្ខណៈលោភលន់អានេះមិនមែនថាបន្ទោសទៅលើបងឌីទាំងស្រុងទេបើសិនជាបងឌីគាត់អត់ដឹងបងឌីគាត់មិនសូវជឿទៅលើអបិយជំនឿទាំងអស់ហ្នឹងអញ្ចឹងហើយជាហេតុធ្វើឲ្យបងឌីគាត់មិនសូវខ្វល់ទេប៉ុន្តែមូលហេតុអីបើជាបងថ្លៃបងឌីនេះតែគាត់ដឹងថាពេលដែលយករបស់ហ្នឹងមកហ្នឹងគឺធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតធ្វើឲ្យឈឺអញ្ចឹងទៅហេតុអីបានជាគាត់នៅតែយកអញ្ចឹងណាគ្នាហ្នឹងហើយវាមនុស្សយើងវាតែងតែលុបលន់ទៅលើរឿងអ្វីមួយអញ្ចឹងណាគ្នាវាជាមូលហេតុអញ្ចឹងហើយតែធ្វើឲ្យការវិនិច្ឆ័យនិយាយថាមនុស្សយើងឃើញអីមួយដែលវាថាបានមកស្រួលកុំចង់បានពេកអញ្ចឹងណាគ្នាហើយបន្ទាប់ពីប្រហែលថ្ងៃមកប្រហែលខែមកអញ្ចឹងទៅប្រពន្ធគាត់ហ្នឹងក៏ចាប់ដើមប្រពន្ធមកឌីណាប្រពន្ធមកឌីក៏ចាប់ដើមនឹកឃើញណានឹកឃើញថាមូលហេតុនឹកឃើញអំពីអាងការពីគាត់ចូលព្រៃជាមួយគ្នាចូលព្រៃអញ្ចឹងហើយបងឌីក៏បាននិយាយអំពីតកតើងទៅនឹងមានគេហៅគាត់អីចឹងណាមាននារីយកមកហៅគាត់ថាចង់ឲ្យសែនរបស់របរអីចឹងទៅហើយបន្ទាប់មកហ្នឹងឌីហ្នឹងក៏ប្រពន្ធមកឌីហ្នឹងក៏បានទៅរកលោកតានៅក្នុងវត្តលោកតានៅក្នុងវត្តហ្នឹងក៏បានមានប្រសាសន៍ថាបងឌីកាលពីជាតិមុនគឺជាកូនរបស់ព្រីដែលនៅក្នុងព្រៃហ្នឹងហើយឥឡូវហ្នឹងប្រហែលជាពេលដែលនេះណាគ្នាបើសិនជាស្លាប់ទៅគាត់អាចនឹងទៅរកទៅនៅជាមួយនឹងម្ដាយរបស់គេវិញលោកតាក៏មានប្រសាសន៍ថាបើសិនជាបងឌីណាបើសិនជាបងឌីធ្វើការសែននៅរបស់គេពេលនោះណាបងឌីអាចនឹងមានលៀបធំជាងនឹងទៀតអាចនឹងមានលៀបមាសមានច្រើនជាងនឹងទៀតអាចនឹងធ្វើការទទួលបានមាសច្រើនជាងគាត់បានឃើញនឹងទៀតណានេះពេលនោះដែរឃើញថាពុនបងឌីគឺសោកស្ដាយខ្លាំងមែនទែនហើយបន្ទាប់មកនេះក៏ចាប់ដើមកន្លងផុតទៅអញ្ចឹងទៅយូរខែយូរថ្ងៃយូរឆ្នាំអញ្ចឹងទៅវាមិនមែនថា sorry អ្នកនេះវាមិនមែនថាយូរដល់យូរខែយូរឆ្នាំពេកទេវាថាមួយខែក្រោយអីទៀតទាំងណាវាថាមួយខែក្រោយអីទៀតអញ្ចឹងទៅបន្ទាប់ពីមួយខែក្រោយទៀតអញ្ចឹងទៅឃើញថាអ្នកភូមិហ្នឹងក៏បានទៅប្រទះឃើញកន្លែងដែលកប់ជាមួយនឹងមាសការបងឌីស្លាប់ហ្នឹងណាឲ្យសងគេអញ្ចឹងទៅពេលនោះដែរឃើញថាគេឃើញថាកន្លែងដែលកប់ហ្នឹងគឺត្រូវបានជីកកាយអស់ហើយគឺកាយឡើងខ្ទេចខ្ទីអស់អញ្ចឹងណាព្រោះអីអ្នកភូមិទាំងអស់ហ្នឹងមិនដឹងថាអ្នកណាទេដែលទៅយកជាមួយនឹងកឡកំណប់មាសហ្នឹងគឺធ្វើការជីកយកកណប់មាសហ្នឹងបាត់ហើយនឹងហើយធ្វើឲ្យវិញ្ញាណហ្នឹងខ្ញុំគិតថាវិញ្ញាណហ្នឹងគឺនៅអត់សុខទេគឺវិញ្ញាណហ្នឹងធ្វើការវល់ទៅគ្រប់ទីកន្លែងផងដែរដោយសារតែអីដោយសារតែគេធ្វើការយកទៅកណាតន័យចឹងទៅខ្ញុំមិនដឹងថាអ្នកដែលជីកតហ្នឹងត្រូវបានស្លាប់ដូចជាបងឌីឬក៏យ៉ាងណាទេនៅនេះនិយាយទៅគឺអត់ដឹងថាអ្នកណាដែលយកតណានេះដោយសារតែគាត់អត់ដឹងថាអ្នកណាទេនៅក្នុងព្រៃនឹងព្រោះអីអ្នកភូមិគាត់ឃើញក្នុងការជីកកន្លែងរណ្ដៅនឹងជីកបាត់ហើយនិយាយទៅគឺជីកកន្លែងនឹងបាត់ហើយអញ្ចឹងហើយធ្វើឲ្យវិញ្ញាណនឹងអាចនឹងវិលវល់ពេញនឹងអញ្ចឹងទៅនិយាយទៅអាណិតដល់វិញ្ញាណនឹងដែរអាណិតថាព្រោះអីគឺគាត់នៅតែគាត់ដេកតែគាត់អញ្ចឹងទៅបែរជាមានអ្នកទៅកោះកាយហើយយកគាត់ទៅគ្រប់ទិសទីអីចឹងណានេះខ្ញុំគិតថាឡាជ្រូកព្រៃហ្នឹងគឺជាវិញ្ញាណដែលនៅក្នុងកឡហ្នឹងហើយព្រោះអីគាត់ថានៅពេលដែលបងឌីគាត់ធ្វើការទៅយានជាមួយនឹងកំភ្លើងដើម្បីបាញ់ជាមួយនឹងជ្រូកហ្នឹងវាក៏ចូលទៅក្នុងលាអាំងថ្មហ្នឹងប៉ុន្តែវាបានជាប្រេគេកាឡាទៅជាទូចវិញអញ្ចឹងទៅខ្ញុំគាត់ថាជ្រូកព្រៃហ្នឹងគឺជាម្ចាស់ដែលនៅក្នុងកឡហ្នឹងហើយគាត់ចង់ចេញរកសេរីភាពគាត់ចង់ចេញដើរលេងអីចឹងណាហើយក៏បានប្រេកាឡាគ្នាប្រេកាឡាជាជ្រូកដើម្បីធ្វើការដើរលេងក្នុងព្រៃអញ្ចឹងទៅអាហ្នឹងហើយអ្នកគ្នាខ្ញុំគាត់ថាជាខ្មោចហ្នឹងដែលនៅក្នុងព្រៃហ្នឹងអ្នកគ្នាអញ្ចឹងនេះសាច់រឿងនេះគឺ
វាជារឿងមួយដែលកើតឡើងចំពោះបងប្រុសនិងបងស្រីម្នាក់ហ្នឹងផងដែរហើយវាគឺជារឿងដែលយើងគួរតែចងចាំផងដែរថារបស់ណាដែលមិនមែនជារបស់យើងឬក៏មិនមែនដែលជារបស់យើងបានឲ្យរកបានតែខ្លួនឯងកុំចង់បានទេអញ្ចឹងហើយរបស់ដែលបានស្រួលគឺវាមិនមែនស្រួលទេណាគ្នាវាអាចនឹងមានរឿងអ្វីដែលកើតឡើងចំពោះនៅក្នុងរឿងនឹងមួយហើយអញ្ចឹងរឿងដែលកើតឡើងស្រួលរបស់ដែលបានមកស្រួលគេឲ្យស្រួលហ្នឹងប្រកាស